បងប្អូននៅពេលនេះខ្ញុំសូមបង្ហាញកលឹះមួយទៀតដែលកលឹះនោះខ្ញុំសង្កេតឃើញថាមានបងប្អូនមួយចំនួនគាត់កំពុងតែប្រើហើយ Google តែងតែបិទពួកគាត់តែបើតែពួកគាត់ប្រើវិធីហ្នឹងបានលុយច្រើនប៉ុន្តែGoogle នឹងបិទពួកគាត់ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យ Google blacklist យើងដែរ Google blacklist គឺមិនមែនមកពីយើងធ្វើអីសមហេតុផលគ្រប់គ្រាន់ទេគឺមកពីយើងធ្វើអីដោយខុសបច្ចេកទេសដែលយើងអាចបានពិចារណាថាតើធ្វើទៅវាចេះអត្តពលមកទៅ Google វានឹងពិចារណាវានឹងគិតអីអំពីទង្វើដែលយើងធ្វើបើសិនជាអ្វីដែលយើងធ្វើយើងមានបច្ចេកទេសត្រឹមត្រូវស្អាតបាតមានសមហេតុផល Google ក៏វាអត់ថាអីដែរព្រោះ Google អ្វីដែលសំខាន់វាចង់បានលុយច្រើនប៉ុន្តែបានលុយច្រើនដោយសមហេតុផលដោយអត់ឲ្យអ្នកដែលផ្សាយពាណិជ្ជកម្មជាមួយវាហ្នឹងមើលទៅថាអីខុសបច្ចេកទេសអត់ល្អមើលអញ្ចឹងក៏ចេះតែឲ្យបានលុយដែរអញ្ចឹងបាន Google វាបិទយើងហ្នឹងដូច្នេះខ្ញុំសូមបង្ហាញវិធីមួយដែលបងប្អូនតែងតែនេះសូមឲ្យប្រយ័ត្នប្រយែងក្នុងរឿងមួយខ្ញុំឃើញបងប្អូនមួយចំនួនតែងតែ share ឧទាហរណ៍រូបនេះជារូបអីមួយដែលប៉ុន្តែពួកគាត់តែងប្រើរូបអាភិបហើយខ្ញុំយករូបមកជាតំណាងអញ្ចឹងនៅពេលដែលគាត់ប្រើគាត់ចូលក្នុងផុសរូបហ្នឹងមកបន្ទាប់មកគាត់ copy link ហ្នឹង copy link blockchain ហ្នឹងទៅមកយកទៅ share ក្នុង Facebook គាត់យកទៅ share ក្នុង Facebook ពេលនៅពេលដែលគាត់ share ក្នុង Facebook ហើយ visitor ចូលពី Facebook មកដល់ blockchain ហ្នឹងបន្ទាប់មកឧទាហរណ៍នេះជារូបអាភិអញ្ចឹងណាឧទាហរណ៍ដែលគាត់តែងទៅ share តើមកគឺគាត់ដាក់រូបហ្នឹងឲ្យតាក់ទិញទៅឲ្យ visitor ចុចអាហ្នឹងមួយទៀតតើមកបានរត់ចូលទៅក្នុង website មួយទៀតឬមួយក៏ blockchain មួយទៀតដែលដាក់ AdSense ដូច្នេះខ្ញុំឧទាហរណ៍website នេះជា website ដែលដាក់ AdSense ចុះព្រោះឯ website នេះគឺវានឹងបង្ហាញថាវានឹងព្រោះឯវាបានបង្ហាញថាអ្នកដែលចូលមកដល់ website ហ្នឹងចូលតាមរយៈអីគេបាទអញ្ចឹងខ្ញុំសូមបង្ហាញថាខ្ញុំឧទាហរណ៍ណាព្រោះអី Google វាដឹងទាំងអស់ថាឧទាហរណ៍នេះជា website ដែលដាក់ AdSense website ហ្នឹងជា website ដែលដាក់ AdSense ហើយ visitor ចូលមកពីណាមកដល់ក្នុងហ្នឹងគឺ Google វាដឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាwebsite នេះជា website ដាក់ AdSense អញ្ចឹងនៅពេលយើងគ្រាន់តែឆែកមើលជំនាញនេះគឺចង់ឆែកមើលថាតើ visitor ដែលចូលមកតាមរយៈ blog ដែលដាក់រូបអាហារភាសហ្នឹង Google វាដឹងអត់ Google វាដឹង Google វាមិនដឹងទេតែបើសិនជាយើងចេះការពារខ្លួនយើងចេះធ្វើឲ្យស្របតាមច្បាប់ Google វាអនុគ្រោះឲ្យយើងវាអត់នេះទេព្រោះវាមានផុសតាំងឲ្យចាត់យើងបើយើងធ្វើតាមច្បាប់វាហើយអញ្ចឹងនៅពេលខ្ញុំសុំរៀបរាប់ពី process អញ្ចឹងនៅពេលដែល process អ្នកបងប្អូនដែលធ្វើការធម្មតាហ្នឹងគឺគាត់យក post ហ្នឹងទៅ share ក្នុង Facebook តែមក visitor ដែលគាត់តែងតែហ្នឹងចូលតាម Facebook មកដល់ website ហ្នឹងទៅមកចុចពី website ហ្នឹងចូលឲ្យបើក website ដែលដាក់ AdSense មួយនេះអញ្ចឹងតែមានអីកើតឡើងអញ្ចឹងខ្ញុំឧទាហរណ៍ចុចឧទាហរណ៍នេះជារូបភាពអាភិបដែលគាត់ដាក់ link website ឬមួយក៏ blog របស់គាត់អញ្ចឹងនៅពេលដែលយើងចុច forward ទៅវាចូលមកដល់ website ដែលដាក់ AdSense ប៉ុន្តែយើងមើលអញ្ចឹងវានឹងបន្សល់ទុកថាតើ visitor ចេញមកពីណាជួយខ្ញុំបែកទៅវិញអូខេនេះ visitor បានចូលមកដល់ blockchain ដែលគាត់យកទៅ share ក្នុង Facebook វិញហើយបន្ទាប់មកគេនឹងចុចបន្តទៅក្នុង website ដែលដាក់ AdSense នឹង process របស់ពួកគាត់តែងធ្វើអញ្ចឹងដល់ពេលចូលមកដល់ក្នុង blockchain នេះខ្ញុំបងប្អូនមើល test visitor come from អញ្ចឹងដល់ពេលគេចូលមកដល់ក្នុងហ្នឹងបន្ទាប់មកគេចុចលើ point មួយទៀតបានចូលមកដល់ website ដែលដាក់ AdSense ប៉ុន្តែវាពួកគាត់អត់បានដឹងថាវាបន្សល់ទុកនៅផ្លូវបើនិយាយទៅថាបន្សល់ទុកនៅផ្លូវថា visitor ចូលមកពីចំណុចណាអញ្ចឹង Google វាដឹងថា visitor ចូលមកពីចំណុចណាអញ្ចឹងវាឆែកតាមហ្នឹងឯងបើសិនជាយើងនៅក្នុង blog របស់យើងនេះដាក់រូបអាហារភាស Google វាចូលទៅថែត្រួតពិនិត្យបន្តទៀតហេតុអីបានជា visitor ចេញមកពីតែពី blockchain ហ្នឹងចេញមកពី blog ហ្នឹងអញ្ចឹងវានឹងចូលទៅមើលឃើញរូបអ្វីដែលយើងដាក់នៅក្នុង blockchain ហ្នឹងហើយនឹង test visitor come from អូខេអញ្ចឹង Google វាតែងតែ disable ដោយសារតែហ្នឹងឯងដោយសារតែវាត្រួតពិនិត្យនៅលើ website យើងដល់ថ្ងៃវាត្រួតពិនិត្យចូលត្រួតពិនិត្យមើល website ហើយឃើញថា visitor ដែលមកដល់ website របស់យើងហ្នឹងភាគច្រើនគឺចេញពីអាហ្នឹងចេញពី website ហ្នឹងគឺចេញពី blockchain ហ្នឹងទៅវាចូលត្រួតពិនិត្យទោះបីជាយើងដូរ link ក៏ដោយទោះបីជាយើងលុប blog ក៏ដោយគឺយើងលុបចេញក៏មិនអាចលុបចេញពី Google កុំថាឡើយយើងលុបភ្លាមទោះ
chỉ dương lúc đập năm môn mà phay năm môn cô Google bị ai recover tiền mà tặng ọt này có bị ai tiền nhiều mà bàn này chẳng ta tới thầm mình cứ như mình thi mũi và tay nhưng cần là hai thái bằng ổn thật vâng chẳng Google bị bật nó ngay chỉ một hai đã Google tay để đi bỏ bằng ổn account ở chân nó bằng ổn này cứ đi sao bằng ổn up đăng tìm thì này đấy xong mơ bao nhiêu vĩnh nhưng xong back từ vĩnh nhưng xong cho homepage vĩnh nếu bị dương mình đi nhưng ô tô họ nó chỉ script copy nhưng nó chỉ pop được như đã nó chỉ pop bao nhiêu mà đã pop nó cứ nhầm ban copyដោយ script របស់ Google គឺ script ហ្នឹងគឺខ្ញុំយកចេញពី Google ខ្ញុំប្រាប់ចឹងហើយមិនមែនគឺការធ្វើ copy យករបស់ Google មក copy អញ្ចឹងហើយវាទៅជា blacklist របស់ Google ទេបងប្អូនអញ្ចឹងបងប្អូនមកន័យថាអត់ទាន់ស្គាល់ Google វាមានច្រើន product វាមានក្បួនវារកស៊ីច្រើនផ្លូវណាស់អញ្ចឹងបើសិនជាយើងសាជារកផ្លូវវារកស៊ីវាអាចយកខ្លួនវាការពារខ្លួនវាយកខ្លួនវារកលុយឲ្យខ្លួនវាអញ្ចឹងអាហ្នឹង Google គឺយើងអាចបើយើងចេះអញ្ចឹងគឺយើងសាជារកឃើញហ្នឹងយើងអាចការពារខ្លួនវាផងខ្លួនយើងផងហើយយើងអាចប្រាប់វារកលុយឲ្យខ្លួនយើងផងអូខេអញ្ចឹងសូមបង្ហាញអញ្ចឹងខ្ញុំឧទាហរណ៍ដូចគ្នាដែរខ្ញុំឧទាហរណ៍ខ្ញុំចូលក្នុង post របស់ខ្ញុំតើមកខ្ញុំយក link ហ្នឹងទៅ share នៅក្នុង Facebook ដូចគ្នាតើមក visitor ចូលពី Facebook មកដល់ blockchain ហ្នឹងតើមកគេឃើញរូបមួយដែលគួរឲ្យតាក់ទាញដូចរូបអញ្ចឹងតើមកគេចុចទៅវានឹងរត់ទៅដល់ website ដែលដាក់ AdSense ជំនួសថាចុច port នេះជា website ដែលដាក់ AdSense ដូចគ្នាប៉ុន្តែបងប្អូនមើលខុសគ្នាត្រង់ថាម៉េចត្រង់ថាណែ different បើន័យថាមកដល់ website ដែលដាក់ AdSense ហ្នឹងគឺ visitor ចេញមកពីណា visitor គឺចេញមកពី Google មើលណាជួយខ្ញុំឧទាហរណ៍ពីខាងលើនេះបើខុសពីផ្សេងគ្នាអញ្ចឹងខ្ញុំបិទ tab នឹងអស់អូខេអញ្ចឹងខ្ញុំមើលពីអញ្ចឹងខ្ញុំមើលខាងក្រោមនេះដល់ពេលចុចទៅវានឹងទៅដល់ website ដែលដាក់ AdSense យើងអញ្ចឹងវានឹងបង្ហាញថា visitor ចេញមកពីណា visitor គឺចេញមកពី blockchain គឺ blockchain របស់យើងគឺ blockchain ដែលយើងបានដាក់រូបឲ្យ visitor ចុចប៉ុន្តែបើទីសាស្ត្ររបស់ខ្ញុំគឺ visitor ចេញពី blockchain ដូចគ្នាដែរចេញពីនេះដែរប៉ុន្តែបើពេលចុចទៅពីពតមកគឺវាប្រាប់មកដល់ website ដែលដាក់ AdSense នេះគឺបញ្ជាក់ថា Google visitor គឺចេញមកពី Google ទេវាអត់ចេញមកពីនេះឧទាហរណ៍មើលខ្ញុំឧទាហរណ៍ post ទី1គឺ visitor គឺចេញមកពី blockchain ចំណែករបស់ខ្ញុំ visitor គឺចេញមកពី Google ចឹងន័យថាខាងនេះគឺយើង visitor ចេញមកពី blockchain នឹងដូចគ្នាគឺយើង share គឺយើង post នៅក្នុង blockchain ដូចគ្នាប៉ុន្តែមួយគូនៅកណ្ដាល web មួយទៀតគឺបានបំលែង visitor ឲ្យចេញពី Google មកវិញចឹងបងប្អូនចេះការពារអានឹងមួយកម្រិតទៀតគឺនឹងធ្វើបងប្អូនហ្នឹងវាអត់មាន disable ព្រោះអីវាអត់មានអីខុសវារោ blockchain ទៅយើងដាក់អីក៏ដោយពេល visitor ចេញពីហ្នឹងទៅវាអត់សល់ដានឲ្យវារោអូខេអញ្ចឹងសូមជម្រាបទៀតអញ្ចឹងដល់ពេលយើងចូលបើសិនជាក្បួនធម្មតានេះអាគូតនៅកណ្ដាលវាយើងចុចទៅគឺវានឹងសល់ដានថា visitor ហ្នឹងចេញមកពីណាអ្នកចូលឆ្ងាយចេញមកពីណាទៅបែបមកវិញបើសិនក្បួនមួយទៀតយើងចុចទៅពតមកគឺបង្ហាញថា visitor គឺចេញមកពី Google គឺអត់ចេញមកពី blockchain នេះហើយអូខេអញ្ចឹងសូមអរគុណប៉ុណ្ណឹង